នេះគឺខ្ញុំមានសារមួយពាក់ព័ន្ធជាមួយនឹងរឿងស្នេហាក៏ដូចជាខាងផ្នែកហិរញ្ញវត្ថុវាមកទន្ទឹមគ្នាតែម្ដងអញ្ចឹងបើសិនជាអ្នកទាំងគ្នាស្ដាប់ទៅត្រូវចាំទទួលយកតែបើសិនជាស្ដាប់អត់ត្រូវទេមិនបាច់ចាំ claim យកទេអាចអូសរំលងបានហើយមួយទៀតសារមួយនេះគឺអត់មានពេលវេលាកំណត់ទេបើសិនជាអ្នកទាំងគ្នាឃើញនៅថ្ងៃណាវាគឺជាសារមួយដែលអ្នកទាំងគ្នាត្រូវដឹងត្រូវលឺនៅថ្ងៃនឹងឯងគឺខ្ញុំឃើញថាតំណែងតំណងស្នេហាឬក៏ជីវិតគូរបស់អ្នកមួយចំនួនដែលកំពុងតែតាមដានការអានថារត់កាត់មួយនេះហ្នឹងគឺកំពុងតែឈានទៅដល់ការផ្លាស់ប្ដូរដ៏ធំហើយអ្នកខ្លះគឺអាចឈានទៅដល់ការបែកបាក់ឬក៏អ្នកខ្លះទៀតគឺបែកបាក់រួចស្រេចទៅហើយប៉ុន្តែគាត់ថាអ្នកមួយចំនួនដែលកំពុងតែស្ដាប់ថារត់កាត់មួយនេះគឺគាត់អាច move on បានហើយគាត់ទទួលស្គាល់ការពិតនៃការបែកបាក់ហើយគាត់ចាប់ផ្ដើមចេះប្រើការគិតរបស់គាត់ឬក៏ការពិចារណារបស់គាត់ឬក៏ខួរក្បាលរបស់គាត់ច្រើនជាងបេះដូងហើយអ្នកមួយចំនួនទៀតនៅតែអត់ទាន់ស្វាងទៀតមានន័យថានៅតែមិនទាន់ទទួលស្គាល់ការពិតនៃការបែកបាក់ហើយមានអ្នកខ្លះទៀតគឺគាត់តែងតែរងចាំឲ្យសង្សារចាប់របស់គាត់នឹងត្រឡប់មកវិញហើយសង្ឃឹមថានឹងអាចចាប់ផ្ដើមស្អាតជាថ្មីជាមួយនឹងគ្នាតែខ្ញុំចង់ប្រាប់អ្នកទាំងគ្នាថាចេះមិនមែនមនុស្សទាំងអស់ដែលយើងស្រឡាញ់ខ្លាំងនឹងសុទ្ធតែជាគូរបស់យើងដែលអាចនឹងឈឺចាស់សក់ស្កើអីជាមួយយើងកសាងគ្រួសារជាមួយនឹងយើងទេអញ្ចឹងបើសិនជាគូទោះបីទៅដល់ណាក៏នៅតែជួបគ្នាដែរតែបើមិនមែនជាគូហើយតែចប់ហើយគឺចប់ហើយអញ្ចឹងតម្រូវឲ្យអ្នកទាំងគ្នានឹងទទួលស្គាល់ការពិតកុំនៅជាមួយនឹងអតីតកាលហើយកុំរបៀបថារងចាំអ្វីមួយឲ្យកើតឡើងទាំងដែលដឹងថារឿងហ្នឹងវាមិនអាចកើតឡើងបានទេការដែលយើងរងចាំហើយយើងរំពឹងនៅពេលដែលវាអត់កើតឡើងគឺយើងនឹងខកបំណងហើយឈឺចាប់ខ្លាំងណាស់អញ្ចឹងសារមួយនេះគឺចង់ឲ្យអ្នកទាំងគ្នាទទួលស្គាល់ការពិតនៃការបញ្ចប់នៅក្នុងទំនាក់ទំនងចាស់ហើយកុំរស់នៅក្នុងអតីតកាលទៀតបើសិនជាអ្នកទាំងគ្នាហ៊ានទទួលស្គាល់ការពិតនៃការបញ្ចប់ដូចជាអ្នកទាំងគ្នាហ្នឹងគឺកំពុងតែបើកផ្លូវថ្មីឲ្យខ្លួនឯងអញ្ចឹងមានន័យថាពេលដែលយើងបញ្ចប់វគ្គចាស់នឹងចូលដល់វគ្គថ្មីអញ្ចឹងមួយចំនួនទោះបីយើងស្រឡាញ់ខ្លាំងប៉ុណ្ណាក៏ដោយគេមិនមែនជាគូយើងគឺចក្រវាឡត្រូវតែ remove គេចេញពីជីវិតរបស់យើងដើម្បីឲ្យគូពិតប្រាកដរបស់យើងគឺចូលមកក្នុងជីវិតរបស់យើងអញ្ចឹងជាក់ស្ដែងខ្ញុំឃើញអ្នកខ្លះពីមុនមកគឺគាត់អាចនឹងជួបមនុស្សដែលគ្រាន់តែលេងសើចគ្រាន់តែផ្ដល់អារម្មណ៍បែបលក្ខណៈ romantic ពីដំបូងក៏ចុងក្រោយទៅក៏របៀបដូចថាຕົកចោលអត់ខ្វល់ធ្វើឲ្យអ្នកនរគ្នាមានអារម្មណ៍ថាពិបាកចិត្តជាមួយនឹងស្លឹកកាត Fire Pentacle នេះមានអារម្មណ៍ថាពេលខ្លះមានសង្សារឬក៏មានដៃគូប៉ុន្តែហាក់បីដូចជាអត់មានអញ្ចឹងធ្វើឲ្យអារម្មណ៍យើងឯកាអារម្មណ៍យើងតឯងហើយនៅក្នុងរឿងស្នេហាគឺយើងជាមនុស្សម្នាក់ដែលឈឺចាប់ដែលមានអារម្មណ៍ឯកាដែលមានអារម្មណ៍ថាក្រៀមក្រំជាងដៃគូឬក៏ភាគីម្ខាងទៀតអញ្ចឹងណាហើយជាមួយនឹង Knight of Cup នេះដែរគឺក្តីស្រឡាញ់គឺមានហើយប៉ុន្តែគ្រាន់តែថាអត់មានភាពចាស់ទុំឬក៏អត់មានភាពច្បាស់លាស់ទេប៉ុន្តែជាមួយនឹងសិលកាថ្មីគឺយើងមាន Knight of Pentacles ដែលវាមកយឺតខ្លាំងមែនទែនអាចថាជាគូព្រេងឬក៏ជាគូគប់ជាគូដែលល្អសម្រាប់អ្នកទាំងគ្នាមកជាលក្ខណៈយឺតប៉ុន្តែច្បាស់លាស់ហើយមានលំនឹងនៅក្នុងជីវិតជាមនុស្សដែលនឹងផ្ដល់ហិរញ្ញវត្ថុមកឲ្យកាន់អ្នកទាំងគ្នាគឺជាមនុស្សម្នាក់ដែលនឹងផ្ដល់ភាពច្បាស់លាស់ឬក៏លំនឹងនៅក្នុងជីវិតទៅកាន់អ្នកទាំងអស់គ្នាការដកចេញនរណាគេម្នាក់ចេញពីជីវិតរបស់អ្នកទាំងគ្នាហ្នឹងវាអាចជាការការពារវិជ្ជកវាកថាបានដែរអាចថាមនុស្សម្នាក់ហ្នឹងគឺអាចមើលថែអ្នកទាំងគ្នាអត់អាចច្បាស់លាស់ជាមួយនឹងអ្នកទាំងគ្នាអត់អាចផ្ដល់សេចក្តីសុខផ្លូវចិត្តទៅដល់អ្នកទាំងគ្នាហើយមិនមែនជាគូរបស់អ្នកទាំងគ្នាអញ្ចឹងហើយអ្នកទាំងអស់គ្នាអត់ត្រូវខ្លាចនៅក្នុងការដោះលែងអតីតកាលទេព្រោះការបញ្ចប់ទាំងអស់វាសិតតែមានអត្ថន័យនៃការការពារអត្ថន័យនៃរឿងអីមួយឯងដែលយើងនឹកស្មានមិនដល់ឬក៏យើងមើលមិនឃើញជាមួយនឹងស្លឹកកាត Nine of Pentacles ហើយនឹង Queen of Swords ខ្ញុំឃើញថាអ្នកទាំងគ្នាចាប់ផ្ដើមកំណត់ standard របស់ខ្លួនឯងកំណត់ boundary អត់ឲ្យពីណាគេមកញ៉ៃញ៉ៃជីវិតរបស់អ្នកទាំងគ្នាទេចាប់ផ្ដើមទទួលស្គាល់ការពិតចាប់ផ្ដើមប្រើភាពវៃឆ្លាតឬក៏ប្រើវិចារណញ្ញាណឬក៏ខួរក្បាលច្រើនជាងបេះដូងហើយអត់ចង់ប្រើមនោសញ្ចេតនាច្រើនពេកទេហើយ Nine of Pentacles នេះគឺអ្នកទាំងគ្នាចាប់ផ្ដើមងាកមកស្រឡាញ់ខ្លួនឯងអ្នកទាំងគ្នាចាប់ផ្ដើមស្គាល់ពីតម្លៃខ្លួនឯង respect ខ្លួនឯងអញ្ចឹងទៅហើយចាប់ផ្ដើមកសាងគេហៅថាសុភមង្គលខាងក្នុងចិត្តរបស់យើងឬក៏គេហៅថាធ្វើឲ្យអារម្មណ៍ឬក៏សុខភាពផ្លូវចិត្តរបស់យើងបានធូរស្បើយជាងមុនហើយល្អប្រសើរហើយអ្នកទាំងគ្នាចាប់ផ្ដើមកំណត់ standard ហើយបើសិនជាបុគ្គលម្នាក់នឹងចូលមកក្នុងជីវិតរបស់អ្នកទាំងគ្នាមិនច្បាស់លាស់ទេមកគ្រាន់តែញ៉ាយចោលឬក៏គ្រាន់តែមកល្អបានត្រឹមតែដំបងឬក៏អត់មាន commitment នៅក្នុងតំណែងស្នេហាអ្នកទាំងគ្នានឹងមិនបើកចិត្តទទួលយកគេទេចុះមានន័យថាអ្នកទាំងគ្នាចាប់ផ្ដើមប្រើខួរក្បាលប្រើការគិតប្រើ logical
thinking នឹងច្រើនជាងអារម្មណ៍ពីមុនមកប្រើ feeling ច្រើនជាងចឹងទៅអ្នកទាំងអស់គ្នាគាត់ថាអូខ្ញុំចាប់ផ្ដើមមានលុយមានកាក់ចេះស្រឡាញ់ខ្លួនឯងហើយបើម្នាក់នឹងមិនស្រឡាញ់ខ្ញុំលើសពីអ្វីដែលខ្ញុំស្រឡាញ់ខ្លួនឯងគឺខ្ញុំអត់ទទួលយកទេខ្ញុំចាប់ផ្ដើមរស់ស៊ីហើយចឹងមកម្នាក់ហ្នឹងគឺចូលមកក្នុងជីវិតខ្ញុំគាត់ថាមកចង់ចាយលុយខ្ញុំឬក៏ចង់មកខ្ជះខ្ជាយទ្រព្យសម្បត្តិខ្ញុំគឺខ្ញុំក៏អត់យកម្នាក់ហ្នឹងដូចគ្នាហើយរបៀបថាបើសិនជាម្នាក់ហ្នឹងធ្វើឲ្យសុខភាពផ្លូវចិត្តរបស់ខ្ញុំវាអន់ថយឬក៏ចុះខ្សោយក៏ខ្ញុំអត់យកម្នាក់ហ្នឹងដូចគ្នាព្រោះដោយសារដៃគូចូលមកក្នុងជីវិតគ្នាគឺគួរតែផ្ដល់ការ support ឬក៏ការគ្រប់គ្រងផ្ដល់ភាពកក់ក្ដៅក្ដីស្រឡាញ់ភាពស្មោះត្រង់ការគោរពនិងឲ្យតម្លៃគ្នាទៅវិញទៅមកមិនមែនជាដៃគូដែលចូលមកក្នុងជីវិតរបស់យើងហើយធ្វើឲ្យជីវិតរបស់យើងហ្នឹងគឺយ៉ាប់យ៉ឺនជាងមុនទេអញ្ចឹងអ្នកទាំងគ្នាចាប់ផ្ដើមប្រើភាពវៃឆ្លាតឬក៏ការគិតទាំងអស់ហ្នឹងណានៅក្នុងតំណែងស្នេហានៅក្នុងការរើសគូក្រោយមកទៀតអញ្ចឹងហើយបានមានសិលកាតមួយចំនួនគឺល្អខ្លាំងមែនទែនមាន King of Pentacles ហើយនិង Knight of Pentacles ចាំមានន័យថាអាចថាមាន energy អ្នកចូលមកក្រោយនេះទោះបីថាយឺតយ៉ាវបន្តិចមែនប៉ុន្តែគេគឺជាមនុស្សម្នាក់ដែលគេហៅថាមានលំនឹងនៅក្នុងជីវិតមានស្ថិរភាពខាងផ្នែកហិរញ្ញវត្ថុមានការងារមានមុខរបរច្បាស់លាស់មានប្រាក់ខែរបស់គេនិយាយមកទៅគឺអាចថាជាអ្នកដែលមានជីវភាពគួរសមឬក៏អ្នកមានអីចឹងទៅហើយគឺជាមនុស្សម្នាក់ដែលមានភាពច្បាស់លាស់ហើយអាចផ្ដល់លំនឹងនៅក្នុងជីវិតឲ្យអ្នកទាំងអស់គ្នាអាចផ្ដល់សេចក្តីសុខឲ្យអ្នកទាំងអស់គ្នាអាចកសាងគ្រួសារជាមួយគេអីចឹងណាព្រោះដោយសារស្លកាតបាត់ហូខ្ញុំឃើញមាន Ten of Cups ដែរចង់មានន័យថាថ្ងៃណាក៏ទៅអ្នកទាំងអស់គ្នាអាចកសាងគ្រួសារមួយដែលពោពេញទៅដោយសេចក្តីសុខហើយពោពេញទៅដោយភាពកក់ក្ដៅនិងក្តីស្រឡាញ់ពេញលេញទៅឲ្យកូនចៅរបស់អ្នកទាំងអស់គ្នាអញ្ចឹងទៅអញ្ចឹងក៏ខ្ញុំឃើញថាបន្ទាប់ពីអ្នកទាំងអស់គ្នាចេះស្រឡាញ់ខ្លួនឯងចេះឲ្យតម្លៃខ្លួនឯងណាអ្នកទាំងអស់គ្នាមិនត្រឹមតែស្រូបទាញមនុស្សដែលមានធម៌ពលវិជ្ជមានឬក៏មនុស្សល្អចូលមកក្នុងជីវិតទេតែអ្នកទាំងអស់គ្នាស្រូបទាញនៅគេហៅថាលុយកាក់ឬក៏ភាពជោគជ័យឬក៏ភាពរីកចម្រើនចូលមកក្នុងជីវិតរបស់អ្នកទាំងគ្នាដូចគ្នាហើយផ្នែកការងារឬក៏ផ្នែកហិរញ្ញវត្ថុរបស់អ្នកទាំងគ្នានឹងមានភាពរីកចម្រើននៅថ្ងៃណាមួយអាចថាចំណូលច្រើនឡើងឬក៏ចំណូលនឹងកើនឡើងជាងមុនអីចឹងទៅប៉ុន្តែគ្រាន់តែថារឿងខ្លះគឺតម្រូវឲ្យអ្នកទាំងគ្នានឹងមានភាពអត់ធ្មត់ខ្លាំងឬក៏ខិតខំបន្ថែមទៀតកុំបោះបង់ក្តីសម័យសោះបើអ្នកទាំងគ្នាចង់ធ្វើអីក៏ធ្វើនឹងទៅកុំបោះបង់ណាហើយអ្វីដែលអ្នកទាំងគ្នាកំពុងតែកសាងសប្តាហ៍ថ្ងៃនេះនឹងនាំនៅស្ថិរភាពខាងផ្នែកហិរញ្ញវត្ថុលំនឹងជីវិតហើយនឹងលទ្ធផលដ៏ល្អនឹងថ្ងៃខាងមុខតែគ្រាន់តែថាអ្នកទាំងគ្នាត្រូវតែខំមាត់សង្កត់ចិត្តឬក៏ខិតខំបន្ថែមទៀតដោយកុំរីករាយចិត្តស្ទាក់ស្ទើរឬក៏កុំមានអារម្មណ៍ថាគេហៅថាត្រូវបោះបង់នៅថ្ងៃណាមួយឬក៏ចង់បោះបង់វាចោលវាឃើញលទ្ធផលយឺតពេកអញ្ចឹងតែខ្ញុំត្រូវតែបោះបង់ចោលឬក៏មិនជាអត់ទេទោះបីថាឃើញលទ្ធផលយឺតមែនប៉ុន្តែអ្នកទាំងគ្នានឹងទទួលបានភាពជោគជ័យដល់រดับណាអ្នកទាំងគ្នាអត់បោះបង់អញ្ចឹងហើយខ្ញុំសង្ឃឹមថាបន្ទាប់ពីអ្នកទាំងគ្នាបានស្ដាប់បានឮសារមួយនេះហើយអ្នកទាំងគ្នានឹងកែប្រែចិត្តគំនិតជាពិសេសគឺអ្នកដែលគាត់មិនអាចបំភ្លេចអតីតកាលឬក៏តែងតែអោបកសោបជាមួយនឹងរឿងអតីតកាលសូមមេត្តាកុំឲ្យរឿងអតីតកាលឬក៏ការឈឺចាប់ពីអតីតកាលហ្នឹងមករារាំងស្ទះដំណើរជីវិតរបស់អ្នកទាំងអស់គ្នាអីព្រោះមានរឿងល្អៗជាច្រើនកំពុងតែរងចាំអ្នកទាំងគ្នានៅខាងមុខអញ្ចឹងបើសិនជាអ្នកទាំងគ្នាទទួលស្គាល់ការពិតនៃការបញ្ចប់អ្វីមួយដែលវាបានកើតឡើងហួសទៅហើយមិនអាចកែប្រែបានទេក៏វាជារឿងមួយដែលល្អដែរមិនមែនជារឿងមិនល្អទេព្រោះដោយសារតែការបញ្ចប់ទាំងអស់គឺសុទ្ធតែមានអត្ថន័យរបស់វាអញ្ចឹងខ្ញុំសង្ឃឹមថាអ្នកទាំងគ្នារស់នៅដោយសប្បាយចិត្តទទួលស្គាល់ការពិតលេងអោបកសោបជាមួយនឹងអតីតកាលដែលធ្វើឲ្យប៉ះពាល់ដល់ការរីកលូតលាស់របស់អ្នកទាំងគ្នាភាពរីកចម្រើនឬក៏ភាពជោគជ័យរបស់អ្នកទាំងគ្នាសម្រាប់បងប្អូនដែលគាត់មានចំណាប់អារម្មណ៍នៅក្នុងការអានថារ៉ូតកាតដោយផ្ទាល់គឺគាត់អាច contact មកខ្ញុំបានតាមរយៈ QR ដែលខ្ញុំបានដាក់នៅខាងលើហ្នឹងហើយអរគុណមែនទែនសម្រាប់ការគាំទ្រជាពិសេសបងដែលគាត់ជួយ subscribe ជួយ follow វិញនៅក្នុង TikTok ហើយជួយ share ជួយ like comment វីដេអូរបស់ខ្ញុំនេះគឺជាកម្លាំងចិត្តនៅក្នុងការបន្តធ្វើវីដេអូតទៅមុខទៀតអរគុណច្រើនជម្រាបលាជួបគ្នាវីដេអូក្រោយ